ឧត្តមសេនីយ៍តូសេងធារិនចាត់វិធានការប្រតិបត្តិការបង្ក្រាបបទល្មើសដឹកលៀសខុសច្បាប់ចំនួន30តោនក្នុងខេត្តកំពង់ធំនៅយប់ថ្ងៃទី3ខែតុលាឆ្នាំ2025វេលាម៉ោង 2:30 នាទីយប់ឧត្តមសេនីយ៍តូសេងធារិនប្រធានគណៈបញ្ជាការដឹកនាំបង្ក្រាបបទល្មើសនេសាទលើផ្ទៃបឹងទន្លេសាបបានចាត់តាំងកម្លាំងអង្គភាពចម្រុះយុទ្ធភូមិភាគទី5ដឹកនាំដោយវីរៈសេនីយ៍តូសវិបុលសហការជាមួយកម្លាំងតំបន់ប្រតិបត្តិការសឹករោងកំពង់ឆ្នាំងនិងកម្លាំងការិយាល័យទី2កងទ័ពជើងគោកចុះប្រតិបត្តិការបង្ក្រាបការជួញដូរនិងដឹកលៀសដោយខុសច្បាប់ចំនួន30តោនស្ថិតនៅក្នុងភូមិសាស្ត្រស្រុកស្ទូងខេត្តកំពង់ធំប្រតិបត្តិការបង្ក្រាបនេះបានឃាត់រថយន្តសរុបចំនួន3គ្រឿងរួមមានរថយន្ត FUSU ចម្រុះ5តោនផ្ទុកលៀសចំនួន15តោនរថយន្តកូរ៉េចម្រុះ5តោនផ្ទុកលៀសចំនួន10តោនរថយន្តកែច្នៃផ្ទុកលៀសចំនួន5តោននិងអ្នកបើកបររថយន្តចំនួន3នាក់បញ្ជូនទៅមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តកំពង់ធំកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់វិធានការតាមផ្លូវច្បាប់ដោយឡែកលៀសដែលខាត់បានប្រគល់ជូនមន្ត្រីជំនាញនិងកងទ័ពបានដឹកជូនយកទៅចាក់ចូលក្នុងបឹងទន្លេសាបវិញឧត្តមសេនីយ៍តូសេងធារិនបានបញ្ជាក់ថាទោះបីកងទ័ពជាប់ដៃការពារបូរណភាពទឹកដីពីការឈ្លានពានពីប្រទេសជិតខាងយ៉ាងណាក្តីតែដៃម្ខាងការពារទឹកដីនិងដៃម្ខាងបន្តការពារធនធានធម្មជាតិលើផ្ទៃបឹងទន្លេសាបដោយបន្តបង្ក្រាបបទល្មើសផ្សេងៗដូចជាឆក់ក្តៅត្រជាក់ដាក់របាំងស្បៃលុបបនរាវក្នុងតំបន់ព្រៃលិចទឹកនិងការនេសាទដោយឧបករណ៍ខុសច្បាប់ជលផលផ្សេងទៀតជារៀងរាល់ថ្ងៃដោយពុំមានការលើកលែងនិងចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុតដើម្បីធានាបាននូវការពារធនធានធម្មជាតិជីវៈចម្រុះលើផ្ទៃបឹងទន្លេសាបដែលជាប្រភពធនធានមច្ឆជាតិក្នុងការរួមចំណែកជួយផ្គត់ផ្គង់នៅជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋខ្មែរមួយចំណែកនិងផលប្រយោជន៍សេដ្ឋកិច្ចជាតិផងដែរ